យើងទៅមុខជាបន្តទៅទៀតអញ្ចឹង Mr. A ក៏បានសួរថា Why don't you look outside yeah why don't you look outside ហើយអ្វីអ្នកមិនមើលទៅខាងក្រៅឬមកក៏ហៅអ្វីមិនមើលទៅខាងក្រៅជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយវីដេអូនេះគឺជាវីដេអូមេរៀនទី7ដែលយើងនឹងនិយាយអំពីការសន្ទនាអាកាសធាតុច្រើនណាស់តើអាកាសធាតុយ៉ាងម៉េចដែរយើងនឹងទៅសិក្សាទាំងអស់គ្នាបាទហើយយើងមានតួអង្គ2គឺ A ហើយនិង B ដែល A គឺជាអក្សរតំណាងបងប្អូនណា B ក៏ជាការតំណាងដែរតែត្រង់ការសន្ទនាក៏ជជែកអំពីការចង់ដឹងពីអាកាសធាតុហ្នឹងឯងតោះឥឡូវយើងទៅសិក្សាទាំងអស់គ្នាតែម្ដងទី1នោះគឺ what the weather like what the weather like what's the weather like តើអាកាសធាតុយ៉ាងម៉េចដែរបាទតើអាកាសធាតុយ៉ាងម៉េចដែរ Mr. A ដែលសួរទៅ Mr. B ហ្នឹងអញ្ចឹង Mr. B ក៏បាននិយាយថា I don't know I just woke up I don't know I just woke up I don't know I just woke up ខ្ញុំមិនដឹងទេខ្ញុំទៅតែភ្ញាក់ពីដេកឬក៏ខ្ញុំទៅតែភ្ញាក់ពីគេងបាទអញ្ចឹងពាក្យថា woke up គឺជា past របស់ wake up បងប្អូនណាបាទថាគាត់បានគេងរួចហើយគេងលក់ឆ្អែតដល់ពេញកាលទេអញ្ចឹងទៅគាត់ទៅតែភ្ញាក់ពីគេងនឹងឯងអញ្ចឹងគឺគាត់អត់ដឹងទេយើងទៅមុខជាបន្តទៅទៀតអញ្ចឹង Mr. A ក៏បានសួរថា Why don't you look outside yeah why don't you look outside ហើយអ្វីអ្នកមិនមើលទៅខាងក្រៅឬមកក៏ហៅអ្វីមិនមើលទៅខាងក្រៅយ៉ាងទៅ why don't you look outside បាទហៅអ្វីអ្នកមិនមើលទៅខាងក្រៅយ៉ាអញ្ចឹង Mr. B ក៏បាននិយាយតបថា okay it looks like rain okay it looks like rain okay it looks like rain បាទមើលទៅដូចជាចិត្តភ្លៀងហើយបាទមើលទៅដូចជាចិត្តភ្លៀងហើយហើយបានជាគេដឹងថាមើលទៅដូចជាចិត្តភ្លៀងអូខេអញ្ចឹងអេបានសួរថា why do you say that why do you say that why do you say that ហើយបានជាអ្នកនិយាយបែបនោះហើយបានជាអ្នកនិយាយបែបនោះ why do you say that បាទអញ្ចឹង Mr. B ក៏បានឆ្លើយតបទៅ Mr. A ថា the sky is gray the sky is gray the sky is gray មេឃមានពណ៌ប្រផេះបាទ gray យើងប្រែថាពណ៌ប្រផេះអញ្ចឹងមេឃកាលណាពណ៌ប្រផេះគឺអាចនឹងភ្លៀងភាគច្រើនបងប្អូនណាបាទហ្នឹងហើយតែពេលខ្លះពណ៌ប្រផេះដែរប៉ុន្តែខ្យល់វាយផុតអស់គឺអត់ភ្លៀងទេហ្នឹងហើយអញ្ចឹងគឺភាគរយខ្ពស់ភ្លៀងអញ្ចឹងទៅបាទអញ្ចឹងបន្តទៀតអេនិយាយថា is it raining right now is it raining right now ឥឡូវនេះកំពុងភ្លៀងមែនទេ is it raining right now ឥឡូវនេះកំពុងភ្លៀងមែនទេចឹង Mr. B បានឆ្លើយថា no ទេ no ទេឥឡូវហ្នឹងមិនទាន់មានភ្លៀងទេអញ្ចឹងទៅបាទណាបាទ no គឺសំដៅទៅលើសំណួរហ្នឹងណា no ទេឥឡូវមិនទាន់មានភ្លៀងទេយើងអាចឆ្លើយយ៉ាងក៏បានឬមកក៏យើងនិយាយថា no ទេអញ្ចឹងក៏បានដែរអូខេតោះអញ្ចឹង A បានបន្តថា how do you know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  តើអ្នកដឹងដោយរបៀបណាតើអ្នកដឹងដោយរបៀបណាបាទអញ្ចឹងគាត់សួរចង់ដឹងអ្នកដឹងដោយរបៀបណាបានគិតថាវានឹងភ្លៀងហ្នឹងអញ្ចឹងB បាននិយាយថា the street isn't wet the street isn't wet ផ្លូវមិនទាន់សើមទេបាទផ្លូវមិនទាន់សើមទេអញ្ចឹង the street isn't wet បាទ wet ហ្នឹងគឺសើមវា street យើងប្រែថាផ្លូវបាទតោះអញ្ចឹងបន្តទៀត I have to go shopping today I have to go shopping today បាទ today កន្លែងនេះគឺមាន question mark បងប្អូនណាគឺត្រូវប្រើ full stop អញ្ចឹងសូមអធិស្ឋាន I have to go shopping today ខ្ញុំត្រូវទៅទិញអីវ៉ាន់ថ្ងៃនេះបាទខ្ញុំត្រូវទៅទិញអីវ៉ាន់ថ្ងៃនេះ I have to go
shopping today បាទអញ្ចឹង B បាននិយាយថា you better take an umbrella you better take an umbrella អ្នកគួរតែយកឆ័ត្រទៅជាមួយទៅបាទអ្នកគួរតែយកឆ័ត្រទៅជាមួយទៅដើម្បីការពារខ្លាចភ្លៀងបងប្អូនបាទហ្នឹងហើយអញ្ចឹងកន្លែង you កន្លែងនេះបងប្អូនណាបាទ you ហើយនេះកន្លែងនេះ d ហ្នឹងគឺទៅជា you យ៉ាងអាន you ណាបាទសំនេះ the ហើយអានេះជាទម្រង់ short form បាទ long form គឺយើងមកពីពាក្យថា you had បាទ you had មិន you would ទេណាបាទ you had បាទ h ad ហ្នឹងទៅដល់ពេលយើងសរសេរ short form ទៅជា you យើងសរសេរ long form you had ចឹងទៅបាទហ្នឹងហើយអញ្ចឹងការសន្ទនាមួយនេះក៏ឈានមកដល់ទីបញ្ចប់ហើយដែរបើសិនជាមានកំហុសខុសឆ្គងសូមការអធិស្ឋានពីចម្ងាយតើតើនឹងការប្រើពាក្យពេចន៍ឬមកក៏ចំណុចខ្វះខាតអីជាដើមហើយបើសិនជាបងប្អូនពេញចិត្តក៏សូមកុំភ្លេចជួយចុច like ឬជា subscribe ឬមកក៏ comment ដើម្បីជាកម្លាំងចិត្តបន្តបាទអញ្ចឹងសូមគោរពជំរាបលាបងប្អូនជូនពរសុខភាពល្អសំណាងល្អជួបគ្នានៅឱកាសក្រោយៗទៀត